សួស្តីនៅក្នុងវីដេអូបន្ទាប់នេះផងដែរខ្ញុំចង់ចែករំលែកនៅពាក្យដែលចាប់អារម្មណ៍ដែលខ្ញុំចាប់អារម្មណ៍នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី7នឹងផងដែរនៅកន្លែងដែលពាក់ព័ន្ធនឹងការអភិវឌ្ឍមូលធនមនុស្សចំណុចទី5គឺការពង្រឹងភាពជាពលរដ្ឋដែលមានអរិយធម៌សិលធម៌សមធម៌និងបរិយាបន្នហ្នឹងនៅក្នុងចំណុចនេះដើម្បីបានសម្រេចដល់គោលដៅគេហៅសម្រេចនៅក្នុងការអភិវឌ្ឍមូលធនមនុស្សហ្នឹងរាជរដ្ឋាភិបាលប្រើពាក្យថាការធ្វើពលភាវូបនីយកម្មពលរដ្ឋអញ្ចឹងតើការធ្វើពលភាវូបនីយកម្មពលរដ្ឋហ្នឹងមានន័យដូចម្ដេចអញ្ចឹងនៅក្នុងពាក្យហ្នឹងគេឲ្យនិយមន័យថាការធ្វើពលភាវូបនីយកម្មពលរដ្ឋហ្នឹងគឺធ្វើយ៉ាងណាដើម្បីឲ្យពលរដ្ឋមានសមត្ថភាពមានផលិតភាពមានសិលធម៌មានគុណធម៌មានចរិយាធម៌មានភាពអំណត់ហើយមានភាពសុចរិតមានវិន័យមានការទទួលខុសត្រូវខ្ពស់មានការលើកកម្ពស់ស្មារតីមនសិការជាតិស្នេហាជាតិការពារជាតិឯកភាពជាតិការចេះជួយគ្នានៅក្នុងសង្គមការផ្ដល់តម្លៃគ្នានិងស្មារតីគោរពច្បាប់ការស្រឡាញ់ជាតិវប្បធម៌ទំនៀមទម្លាប់អំពើល្អយុត្តិធម៌ក្នុងសង្គមហើយនឹងការធ្វើយ៉ាងណាដើម្បីឲ្យពលរដ្ឋនឹងគឺចេះរស់នៅសុខដុមរមនានៅក្នុងសង្គមជាមួយគ្នាទាំងអស់អាហ្នឹងគឺមានន័យថាជានិយមន័យនៃពាក្យការធ្វើពលភាវូបនីយកម្មពលរដ្ឋ